មុនពេលដែលខ្ញុំមកស្គាល់ Maristop ខ្ញុំគិតថាខ្ញុំអត់មានបញ្ហាសុខភាពទេបញ្ហាសុខភាពបន្តពូជគឺខ្ញុំធ្លាប់ជួបប្រទះច្រើនដែរជាពិសេសកាលពេលដែលខ្ញុំនៅអាយុ15-16ឆ្នាំនៅក្មេងអញ្ចឹងគឺធ្លាប់មានបញ្ហាធ្លាក់សខ្ញុំតែងតែមានសុខភាពប្រែប្រួលដូចជាការមួម៉ៅក្តៅខ្លួនហើយមានអារម្មណ៍ឆាប់ខឹងនៅសាលាអ្នកគ្រូបានបរៀនអូនអំពីការមករដូវការថែទាំរាងកាយរបស់យើងមុននឹងខ្ញុំមកពេទ្យ Maristop នេះដោយសារខ្ញុំអស់រដូវពេលចូលទៅរៀងភ័យតែពេលអូនចូលទៅចាក់វ៉ាក់សាំងទៅអត់ឈឺទេអត់ភ័យទេពេលដែលខ្ញុំបានមកទទួលសេវានៅ Clinic Maristop ហ្នឹងគឺខ្ញុំបានធ្វើតេស្តច្រើនតេស្តជាទូទៅដូចជាតេស្តពិនិត្យឈាមជាដើមពិនិត្យមើលជំងឺកាមរោគពិនិត្យកោសិកាបម្រុង Hashimoto ហ្នឹងគឺខ្ញុំធ្វើជារៀងរាល់ឆ្នាំដល់ពេលដែលដាក់កងហ្នឹងវាធម្មតាយើងអៀនផងអ្នកគ្រូសួរយើងរហូតក្នុងដំណាក់កាលហ្នឹងហើយបន្តមកទៀតអ្នកគ្រូប្រាប់ទៀតថាពេលដែលចេញពី clinic ទៅហ្នឹងបើសិនជាមានអាការៈអីត្រូវតាក់ទងមកវិញថានិយាយរួមទៅព័ត៌មានហ្នឹងវាលំអិតមែនតើណាលំអិតដល់ថ្នាក់សុំបីតែខ្ញុំនិយាយថាខ្ញុំដឹងហើយក៏អ្នកគ្រូនៅតែត្រូវបញ្យល់ដែរអញ្ចឹងខ្ញុំទទួលបានបទពិសោធន៍ល្អមែនតើហ្មងទាំងគ្រប់សាខាទាំងអស់ដែលខ្ញុំទៅ Clinic Maristop ស្អាតជាពិសេសខ្ញុំទៅដល់ពេទ្យ Maristop មានការពិនិត្យសុខភាពល្អដោយសារតែពេលខ្ញុំទៅដល់យើងអាចចង្អុលប្រាប់ថាយើងត្រូវពិនិត្យអីហើយគេលាក់ការសម្ងាត់ឲ្យយើងអ្នកគ្រូពេទ្យដែលរៀនចប់ត្រឹមត្រូវហើយអ្នកគ្រូពេទ្យដែលទទួលការត្រួតពិនិត្យជាប្រចាំពី Maristop នៅចក្រភពអង់គ្លេសមកអញ្ចឹងពួកគាត់ទៅជាមនុស្សដែលយើងគួរតែទទួលយោបល់ពិតប្រាកដមែនវត្តមាន Clinic Maristop គឺសំខាន់មែនទែននៅប្រទេសខ្មែរយើងជាពិសេសសម្រាប់ការផ្ដល់សុខភាពបន្តពូជគ្រប់ជ្រុងជ្រោយនិងពេញលេញដល់ស្ត្រីពីវ័យមុនមករដូវរហូតដល់វ័យអស់រដូវគឺមានសេវាសម្រាប់គ្រប់គ្នាទាំងអស់អរគុណ Clinic Maristop ដែលបានគិតគូរសុខភាពស្ត្រីទាំងអស់ជាពិសេសរក្សាការសម្ងាត់ខ្ញុំទុកចិត្តលើ Maristop សម្រាប់ទាំងខ្លួនខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំទាំងអស់គ្នានៅគ្រប់ដំណាក់កាលទាំងអស់ជម្រើសអ្នកអនាគតអ្នក Your choice your future